ហើយជាការរងចាំមាសនៅក្នុងតម្លៃ$250 $350 គឺនៅបន្តរងចាំឬក៏នៅស្ថិតនៅក្នុងសង្ឃឹមនៅក្តីសង្ឃឹមនៅឡើយទេវាគឺជាការសាកសមត្ថភាពថ្មីបន្ថែមទៀតរបស់ប្រធានធនាគារថ្មីតែធ្លាប់មានស្នាដៃនៅក្នុងឆ្នាំ2008ហើយលោកក៏បានរំលឹកអំពីឆ្នាំ2008ដែរកាលពីម្សិលមិញថ្ងៃអំពីវិបត្តិហិរញ្ញវត្ថុនិងគោលនយោបាយនៃការដំឡើងអត្រាការប្រាក់ផងដែរអ្វីដែលយើងជំរាបជូនបងប្អូនតាំងពីដើមមកណាការសម្រេចចិត្តរបស់ធនាគារកណ្ដាលទាំងឡាយគឺផ្អែកជាមួយនឹងទិន្នន័យសេដ្ឋកិច្ចប៉ុន្តែប្រសិនជាការសម្រេចចិត្តនឹងវាកើតឡើងរហូតដល់គឺការដំឡើងអត្រាការប្រាក់ក៏វាផ្អែកទៅលើតេតើជាមួយនឹងម៉ាក្រូសេដ្ឋកិច្ចដែរដែលនឹងធ្វើឲ្យអ្នកសម្រេចចិត្តតេតើជាមួយនឹងការទិញដូរជួញដូរហាងឆេផ្សេងៗហ្នឹងគេមើលដែរថាតើទីផ្សារខាងនេះវាមានផលប៉ះពាល់ខ្លាំងដែរទេវាអាចឈានទៅដល់ការដួលរលំនៃប្រព័ន្ធសេដ្ឋកិច្ចដែរទេអញ្ចឹងហើយតម្លៃមាសអាចនឹងឡើងជាមួយនឹងតម្លៃនៃការតម្លើងអត្រាការប្រាក់ហើយនៅក្នុងកលៈនេះអត់តន់ទេកលៈនេះវាគាត់តែជាការប្រែប្រួលនៃការទុទាយនៃការតម្លើងអត្រាការប្រាក់ឬក៏រក្សាអត្រាការប្រាក់តែបច្ចុប្បន្នទៅតម្លៃមាសដែលបងប្អូនឃើញនេះវាគ្រាន់ជាការ rebound នៅក្នុង short time ទេប្រសិនបើទិន្នន័យផ្សេងឬក៏តួលេខផ្សេងបង្ហាញភាពមិនប្រក្រតីដដែលទេយើងក៏នឹងឃើញតម្លៃវាអាចធ្លាក់ចុះមកវិញពីព្រោះកម្លាំងនៃប្រាក់ដុល្លារនៅក្នុងព្រឹកនេះគឺ101ពិន្ទុ101ពិន្ទុដែលវាធ្លាប់ធ្លាក់ដល់96ឡើងដល់101ពិន្ទុចុះបើមានការតម្លាខាងការប្រាក់ទៀតនេះជារឿងដែលយើងនឹងត្រូវជជែកគ្នាមុនជជែកគ្នាតើទៅជាមួយនឹងរបាយការណ៍ការងារនិងការបង្ហាញពីទិន្នន័យការងារទាំងអស់សម្រាប់ការយល់ឃើញនិងការវិភាគឬក៏សម្រាប់ជាគ្រឹះនៅពេលដែលយើងស្ដាប់ព័ត៌មានផ្សេងណាយើងអាចដឹងថាទីផ្សារវាប្រែប្រួលបែបនេះពីព្រោះនៅពេលខ្លះយើងស្ដាប់ព័ត៌មានយើងអាប់ដេតតាមព័ត៌មានថ្មីយើងអត់បានពិនិត្យទៅលើ trend ទាំងមូលរបស់ទីផ្សារទេព័ត៌មានថ្មីគេចេញមកបែបនេះយើងក៏មានការបារម្ភតែ trend របស់ទីផ្សារវាមិនផ្លាស់ប្ដូរទេប៉ុន្តែព័ត៌មានថ្មីវាចេញមករហូតតើទៅជាមួយនឹងរបាយការណ៍ដ៏សំខាន់ទីផ្សារការងាររបស់សហរដ្ឋអាមេរិកដកវិស័យកសិកម្មចេញគេឃើញថាលទ្ធផលនៅក្នុងខែមិថុនានឹងទាបខ្លាំងមែនទេការរំពឹងទុកនោះគេរំពឹងទុកថាទីផ្សារការងាររបស់សហរដ្ឋអាមេរិកអាចបង្កើតឱកាសការងាររហូតដល់ទៅ115,000 កន្លែង115,000 កន្លែងប៉ុន្តែលទ្ធផលជាក់ស្ដែងគឺបានតែ57,000 កន្លែងបើយើងប្រៀបធៀបខុសគ្នា2ដងបើទោះបីជាភាគរយនៃអត្រាអង្គការងារធ្វើធ្លាក់មក4.2 វាខែមុនគឺ4.3 ឥឡូវធ្លាក់មក4.2 ក្តីព្រោះទីផ្សារការងារនៅតែបន្តបង្កើតឱកាសការងារតែគាត់នៅលទ្ធភាពនៃការបង្កើតឱកាសការងារបន្ថែមនោះវាខ្សោយអញ្ចឹងទោះបីធ្លាក់មក4.2% ក៏យើងអាចមើលឃើញថាទីផ្សារការងាររបស់សហរដ្ឋអាមេរិកមានសភាពខ្សោយហើយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក៏មិនសូវមានការរីកចម្រើនប្រមាណដែរបន្តទៅទៀតខ្ញុំចង់ឲ្យបងប្អូនមើលរូបភាពនេះមួយវិញតែទៅជាមួយនឹងទីផ្សារការងាររបស់សហរដ្ឋអាមេរិកដែលយើងបង្ហាញអំពីទិន្នន័យតាំងពីឆ្នាំ2022រហូតដល់ក្នុងឆ្នាំ2026ហើយយើងមើលតែ12ខែចុងក្រោយទេនៅក្នុងរយៈពេល12ខែចុងក្រោយមានខែខ្លះសហរដ្ឋអាមេរិកបានបាត់បង់ការងាររហូតដល់ទៅ100,000 កន្លែងបើយើងមើលទូទាត់តាមរយៈខែ1ទៀតរហូតដល់ខែមិថុនាយើងអាចមើលឃើញថាទីផ្សារការងាររបស់សហរដ្ឋអាមេរិកអាចត្រឹមតែសងមកគ្រប់តែទៅជាមួយនឹងការបាត់បង់ឱកាសនិងការឡាឱកាសជាងរាប់ពីរយៈពេល12ខែចុងក្រោយរបស់សហរដ្ឋអាមេរិកប៉ុន្តែនៃការមួយនឹងវាធ្វើឲ្យយ៉ាក្រាបតាមរយៈ CME Fed Watch ដែលយើងអានវាកាលពីសប្តាហ៍មុនយើងឃើញមានការផ្លាស់ប្ដូរធំមួយនៅត្រង់កន្លែងដែលសហរដ្ឋអាមេរិកអាចតម្លើងអត្រាការប្រាក់25 basis point បន្ថែមគឺអាចតម្លើងរហូតដល់ទៅ 32.1% ប៉ុន្តែបច្ចុប្បន្ននេះគឺធ្លាក់រហូតដល់ទៅ17
ធ្លាក់ចុះមកវិញ 17.6% តម្លៃមាសក៏បានឡើងមកវិញបន្ទាប់ពីអ្នកវិភាគឬក៏អ្នកវិនិយោគទាំងឡាយគេរំពឹងថាការរក្សាអត្រាការប្រាក់នៅក្នុងថ្ងៃទី29ខែកក្កដានេះនឹងបន្តការរក្សាអត្រាការប្រាក់ហើយការដំឡើងអត្រាការប្រាក់វានឹងមិនគំហុកពេកទេខ្ញុំបានជំរាបជូនបងប្អូននៅក្នុងសប្តាហ៍មុនដូចគ្នាដែរថាសហរដ្ឋអាមេរិកនឹងមិនដំឡើងអត្រាការប្រាក់ទេនៅក្នុងថ្ងៃទី29ខែកក្កដាបើទោះបីជាមានភាគរយខ្ពស់ក៏ដោយពីព្រោះទីផ្សារការងារនៅតែបង្ហាញភាពទន់ខ្សោយហើយលោក Kevin Walsh នឹងក៏បានទម្លាក់អតិផរណាមក 2.9% ផងដែរយើងធ្លាប់យើងឃើញរបាយការណ៍ក្នុងក្រោយធ្វើឲ្យមាសធ្លាក់ចុះខ្លាំងណាស់គឺដោយសារតែការបំផោងនៃព័ត៌មានការបារម្ភចំពោះការដំឡើងអត្រាការប្រាក់រហូតដល់ទៅ3ដងគឺនៅក្នុងឆ្នាំ2026ម្ដងនិងក្នុងឆ្នាំ2027ចំនួន2ដងដែលធ្វើឲ្យមានការភ័យខ្លាចនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចហើយតម្លៃមាសក៏ធ្លាក់ចុះដូចគ្នាដែរបន្តមកទៀតខ្ញុំចង់ឲ្យបងប្អូនពិនិត្យទៅលើតួលេខមួយទៀតឬក៏រូបភាពមួយទៀតបន្ថែមទៀតតេតិនជាមួយនឹងទីផ្សារការងាររបស់សហរដ្ឋអាមេរិកនៅក្នុងយ៉ាក្រាមនេះយើងឃើញរូបភាពតេតិនជាមួយនឹងរបាយការណ៍ចូល data នៅក្នុងរូបភាពពណ៌បៃតងខ្ចីតេតិនជាមួយនឹងទីផ្សារការងារដែលបានបង្កើតហើយនៅក្នុងពណ៌បៃតងរាងចាស់បន្តិចគឺបង្ហាញអំពីទីផ្សារការងារដែលត្រូវបានជួបទីផ្សារការងារដែលត្រូវបានបង្កើតនោះមានរហូតដល់ទៅ 7.6 លានឯណោះ 7.6 លានតែបើទីផ្សារការងារដែលត្រូវបានជួលគឺមានត្រឹមតែ 5.2 លានសំណួរសួរហេតុអីបើទីផ្សារការងារច្រើនបែបហ្នឹងគឺវាតេតិនជាមួយនឹងប្រាក់បៀវត្សឬក៏ប្រាក់ម៉ោងណាប្រាក់ម៉ោងដែលពួកគេទទួលបានដោយសារតែអតិផរណាថ្លៃអញ្ចឹងការទាមទារប្រាក់ខែខ្ពស់ដូចគ្នាដែរលទ្ធភាពដែលក្រុមហ៊ុនផ្ដល់ឲ្យទៅមិនដឹងគឺមានតិចទួចបំផុតដែលពួកគេចង់បានអញ្ចឹងយើងអាចប្រៀបធៀបបានកំណើនអត់ការងារគឺ 4.2% មានថាខ្ពស់សម្រាប់សេដ្ឋកិច្ចដែលជឿនលឿនរបៀបដែលបង្កើតឱកាសការងារឬក៏ទីផ្សារការងារដែលទំនេរមាន 7.6 ប៉ុន្តែជួលបានតែ 5.2 លានទេ 5.2 លានទេដោយសារតែតើទៅជំរុញការចរចាប្រាក់ខែអត់ត្រូវគ្នាឥឡូវយើងមើលរូបភាពយ៉ាក្រាមមួយទៀតគឺតើទៅជាមួយនឹងការជួលការបណ្ដេញចេញនិងការឈប់នៅក្នុងយ៉ាក្រាមនេះយើងមាន3ពណ៌តេតិនជាមួយនឹងពណ៌ខៀវដិតគឺតេតិនជាមួយនឹងការជួលនៅខាងលើហើយតេតិនជាមួយនឹងពណ៌ខៀវមធ្យមតេតិនជាមួយនឹងពណ៌ខៀវមធ្យមគឺតេតិនជាមួយនឹងអ្នកដែលគាត់សុំឈប់ពីការងារនៅកណ្ដាលហើយពណ៌ខៀវស្រាលនោះគឺតេតិនជាមួយនឹងតួលេខដែលត្រូវបានក្រុមហ៊ុនបណ្ដេញចេញគំនូរពណ៌ក្រហមយើងបង្ហាញពីឆ្នាំ2020ដែលពេលហ្នឹងសម្បូរឱកាសការងារណាស់ពេលដែលសហរដ្ឋអាមេរិកបានបោះពុម្ពលុយចាំចូលសាច់ប្រាក់មនុស្សម្នាក់ដណ្ដើមការងារធ្វើប្រាក់ខ្ចីពីរដ្ឋមកថោកដើម្បីយកមកបើកអាជីវកម្មបន្ទាប់មកក៏ចូលដល់ trend ធ្លាក់យ៉ាងទៅនៅក្នុងពេលបច្ចុប្បន្ននេះការជួលរបស់សហរដ្ឋអាមេរិកទោះបីជាមានការកើនឡើងមែនតែបើយើងធៀបជាមួយនឹងការលាឈប់របស់ពលរដ្ឋសហរដ្ឋអាមេរិកនោះនៅផ្នែកកណ្ដាលនោះយើងឃើញថាស្ថិតនៅក្នុងនិន្នាការចុះមានការងារធ្វើប៉ុន្តែឈប់ហើយយើងពិនិត្យមើលទៅលើការបណ្ដេញចេញណាការបណ្ដេញចេញនៅក្នុងសហរដ្ឋនេះស្ថិតនៅក្នុងភាពស្មើទេអញ្ចឹងអ្វីដែលយើងកំពុងតែជួបប្រទះឬក៏ទីផ្សារការងាររបស់សហរដ្ឋអាមេរិកកំពុងតែជួបប្រទះគឺតេតិនជាមួយនឹងប្រាក់ខែតេតិនជាមួយនឹងប្រាក់ម៉ោងតេតិនជាមួយនឹងតម្លៃប្រាក់ឈ្នួលវាអត់ទាន់សមប្រកបជាមួយនឹងតម្រូវការក្នុងការចាយវារបស់សហរដ្ឋអាមេរិកដែលយើងនិយាយបំបត្តិគឺអតិផរណារបស់សហរដ្ឋអាមេរិកកំពុងតែស៊ីរស់ប្រព័ន្ធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកយ៉ាងស្ងប់ស្ងាត់មកដល់ត្រង់នេះយើងឃើញរឿងដែលគួរឲ្យស្មុគស្មាញនិងកាន់តែស្មុគស្មាញបន្ថែមទៀតសម្រាប់លោក Kevin Walsh ប្រសិនបើលោក Kevin Walsh ចង់ឲ្យអតិផរណាធ្លាក់ចុះក៏លោកត្រូវតែដំឡើងអត្រាការប្រាក់
ពេលដែលតម្លើងអត្រាការប្រាក់តម្លៃមុខទំនិញនឹងចុះថោកអញ្ចឹងតម្លៃប្រាក់ខែអាចយកមកទូទាត់ឬយកមកបង្គ្រប់ក្នុងការចាយវាបានប៉ុន្តែបើសិនបើតម្លើងអត្រាការប្រាក់យើងនឹងឃើញភាគរយនៃអត្រាអត់ការងារធ្វើពីព្រោះនៅពេលដែលតម្លើងអត្រាការប្រាក់លុយខ្សត់ក្នុងប្រព័ន្ធសេដ្ឋកិច្ចគេមិនសូវវិនិយោគទេមនុស្សក៏មិនសូវចាយលុយហើយក្រុមហ៊ុនក៏មិនហ៊ានទៅខ្ចីលុយពីធនាគារឬក៏ពីស្ថាប័នហិរញ្ញវត្ថុមួយណាដែរព្រោះតម្លៃថ្លៃអញ្ចឹងអ្វីដែលគាត់ជួបប្រទះគឺបើសិនជាតម្លើងអត្រាការប្រាក់ប្រឆាំងអតិផរណាអត្រាអត់ការងារធ្វើរបស់សហរដ្ឋអាមេរិកដែលមានត្រឹម 4.2% នឹងបន្តទៅទៀតបន្តលើសពីការរំពឹងទុករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកយ៉ាងហើយបានជាលោកជរំពូវែលគាត់ទម្លាក់អតិផរណាមក 2.9 ដើម្បីរក្សាភាពនឹងណោនៃគោលនយោបាយហិរញ្ញវត្ថុដូចនេះអ្វីដែលយើងឃើញនៅក្នុងពេលនេះអ្វីដែលយើងច្បាស់តែម្ដងតម្លៃរបស់មាសវាបានកើនឡើងតែដោយសាររឿងពីរនៅក្នុងពេលបច្ចុប្បន្នដែលសង្កត់ទៅលើតម្លៃមាសខ្លាំងបំផុតទី1គឺតើតើជាមួយនឹងគោលនយោបាយហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកបើសិនបើគោលនយោបាយសហរដ្ឋអាមេរិកមិនដំឡើងអត្រាការប្រាក់ទេយើងនឹងឃើញត្រឡប់យើងឃើញមាននឹងត្រឡប់មកភាពខ្លាំងក្លារបស់វាវិញអញ្ចឹងការរងចាំតម្លៃ$250ឬក៏$350នៅក្នុងឈីគឺមានតែរងចាំភាគបន្តទី2ប្រសិនបើតម្លៃបើសិនជាតម្លៃនៃអត្រាការប្រាក់ត្រូវបានដំឡើងដោយលោក Kevin Boss មាសត្រូវរងចាំមាសត្រូវពិនិត្យមើលទៅលើម៉ាក្រូសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកតើដួលរលំទេប្រសិនជាដួលរលំយើងនឹងឃើញតម្លៃមាសអាចនឹងឡើងហើយរឿងតម្លៃអត្រាការប្រាក់នេះមិនមែនត្រឹមតែជារឿងរបស់សហរដ្ឋអាមេរិកទេតែជារឿងរបស់ពិភពលោកទាំងមូលពិភពលោកទាំងមូលស្ថិតនៅក្នុងនិន្នាការនៃការតម្លើងអត្រាការប្រាក់ហើយអ្នកទាំងអស់គ្នាកំពុងតែឈរនៅក្នុងឆ្នាំ2022ម្ដងទៀតនៅក្នុងឆ្នាំ2022មានរឿងរ៉ាវសេដ្ឋកិច្ចកើតឡើងបែបណានៅក្នុងប្រព័ន្ធសង្គមឬក៏សេដ្ឋកិច្ចរបស់យើងណានៅក្នុងឆ្នាំ2027នៃការដំឡើងអត្រាការប្រាក់យើងនឹងឃើញរឿងហ្នឹងកើតឡើងម្ដងទៀតការឆក់បោកការដួលរលំការសម្លាប់ខ្លួនការបាត់បង់ការងារការបាត់បង់អាជីវកម្មការធ្លាក់ខ្លួនកើតឡើងដូចនៅក្នុងឆ្នាំ2022ដែលកំពុងតែរងចាំនេះពិសេសគឺមនុស្សដែលកំពុងតែទន់ខ្សោយស្រាប់បន្ទាប់ពីវិបត្តិផ្ទុំទួនបានកើតឡើង